ជួនឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រីតាមបណ្ដាក្រសួងស្ថាប័នថ្នាក់ជាតិអភិបាលនៃគណៈអភិបាលរាជធានីខេត្តសារនេះគឺពាក់ព័ន្ធជាមួយនឹងការរៀបចំមេដាយដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរបស់យើងទាំងថ្នាក់ជាតិនិងក្រោមជាតិដែលបានបំពេញការងារល្អនៅក្នុងការបម្រើតាមក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិម្សិលមិញនៅក្នុងវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋាភិបាលថ្នាក់ក្រោមជាតិគឺបានផ្ដល់គោលការណ៍ឲ្យគិតគូរអំពីការផ្ដល់មេដាយទៅដល់មន្ត្រីជាប់កិច្ចសន្យាគ្រូជាប់កិច្ចសន្យាដែលបានបំពេញការងារមួយរយៈហើយអត់ទាន់បានមានលទ្ធភាពស្នើសុំមេដាយជូនពួកគាត់ហើយតាមរយៈប្រព័ន្ធបណ្ដាញសង្គមខ្ញុំបានទទួលនៅសារជាច្រើនពីលោកគ្រូអ្នកគ្រូនិងមន្ត្រីរបស់យើងមិនត្រឹមតែមន្ត្រីកិច្ចសន្យាទេប៉ុន្តែមន្ត្រីក្របខ័ណ្ឌតែម្ដងដែលអ្នកខ្លះធ្វើការ10ឆ្នាំ20ឆ្នាំហើយមិនទាន់បានទទួលនៅមេដាយមួយទេជាការប៉ុណ្ណេះខ្ញុំដឹងថាកន្លងទៅគ្រប់បណ្ដាក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិបានធ្វើការស្នើសុំមេដាយជាបន្តបន្ទាប់ជូនមន្ត្រីរាជការរបស់យើងហើយខ្ញុំក៏ធ្លាប់បានណែនាំកិច្ចការងារនេះផងដែរប៉ុន្តែទោះជាយ៉ាងណាខ្ញុំក៏គិតថានៅមានចន្លោះប្រហោងនៅឡើយបើតាមរយៈសារដែលបងប្អូនគាត់ដាក់នៅក្នុង Facebook មកខ្ញុំនេះគឺប្រកាសជាមានករណីនេះអញ្ចឹងយើងដើម្បីដោះស្រាយនៅបញ្ហានេះខ្ញុំឲ្យធ្វើកិច្ចការងារពីរកិច្ចការងារមួយគឺចំពោះមុខនឹងមិនតាន់ធ្វើម្ដងគឺជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការពិសេសមួយនេះដោយធ្វើការងារសហការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីស្រង់ឈ្មោះមន្ត្រីដែលបានធ្វើការងារយ៉ាងតិច10ឆ្នាំឡើងហើយសកម្មមានវត្តមានជាប់ជាប្រចាំមិនមែនមានបញ្ហាទេហើយដែលមិនដែលបានមេដាយសោះដើម្បីយើងរៀបចំធ្វើជូនគាត់តែម្ដងជាលក្ខណៈទ្រង់ទ្រាយធំប៉ុន្តែសូមបញ្ជាក់ថាយន្តការនេះគឺជាយន្តការពិសេសធ្វើតែម្ដងទេហើយសូមឲ្យពិនិត្យសម្រាប់តែមន្ត្រីទាំងមន្ត្រីក្របខ័ណ្ឌទាំងមន្ត្រីកិច្ចសន្យាដែលធ្វើការលើសពី10ឆ្នាំហើយមិនទាន់បានទទួលមេដាយអីសោះដើម្បីយើងរៀបចំមេដាយជូនហើយសូមបដោតធ្វើឲ្យច្បាស់ថាមន្ត្រីដែលសកម្មនឹងមានមាត់មានធ្វើការមិនមែនមន្ត្រីដែលអត់មានមុខមិនធ្វើការឬមួយក៏មានបញ្ហាអីផ្សេងនោះទេគឺសូមឲ្យចំគោលដៅតែម្ដងដែលឡែកសម្រាប់ការស្នើសុំមេដាយលើកទឹកចិត្តសម្រាប់មន្ត្រីផ្សេងទៀតគឺសូមឲ្យក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការវាយតម្លៃនិងស្នើសុំដោយដែលបានធ្វើកន្លងទៅតាមនីតិវិធីជាធរមានដោយផ្អែកទៅលើស្នាដៃអតីតភាពនិងលក្ខខណ្ឌនានាដែលមានចែងនៅក្នុងបទដ្ឋានលិខិតបទដ្ឋាននីតិយុត្តនានាជាធរមានប៉ុន្តែក្នុងន័យនេះដែរខ្ញុំសូមឲ្យអាយដាមវង្សសីវិសុទ្ធពិនិត្យមើលយើងមានសារាចរណែនាំលេខ01ដែលចេញពីឆ្នាំ2001ដែលកំណត់ឲ្យស្នើសុំកូតានៃការស្នើសុំគ្រឿងអ៊ីស្រាអែលប្រចាំឆ្នាំមិនឲ្យលើសពី 10% នៃក្របខ័ណ្ឌសរុបរបស់ក្រសួងស្ថាប័នហើយក្នុងនោះគឺមានកំណត់ជាភាគរយគោលការណ៍ចំនួនសម្រាប់ក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់មន្ត្រីក្រមការមន្ត្រីលេខាធិការផ្សេងហើយឆ្លាស់វេនគ្នា2ឆ្នាំម្ដងពាក់ព័ន្ធនឹងបញ្ហានេះខ្ញុំសូមឲ្យទីស្តីការគណៈរដ្ឋមន្ត្រីឲ្យជំនាញសិក្សាដើម្បីរៀបចំជាសារាចរណែនាំថ្មីមួយដើម្បីឲ្យស្របទៅតាមស្ថានភាពជាក់ស្ដែងព្រោះបើសិនជាយើងនៅបន្តកំណត់កូតាត្រឹម 10% នេះគឺអាចលំបាកនៅក្នុងការផ្ដល់ឱកាសសម្រាប់មន្ត្រីរាជការបានទទួលនៅមេដាយប៉ុន្តែយើងមិនអាច
ផ្ដល់ម្ដង 100% ទេប៉ុន្តែយើងត្រូវពិនិត្យរៀបចំនៅចំនួនកំណត់ណាមួយដែលអាចផ្ដល់ភាពបត់បែនទៅដល់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់ការលើកទឹកចិត្តស្នើសុំមេដីនេះជូនទៅដល់មន្ត្រីរបស់យើងដែលមានចំនួនច្រើនហើយអនុលោមនៅតាមលក្ខណៈសម្បត្តិមួយចំនួននៅក្នុងការផ្ដល់ឲ្យនោះ